ចុះបងមានបានបរៀនតាក់ទងជាមួយតួនាទីយើងជាអសតការីត្រូវធ្វើម៉េចតែគ្រប់ទៅតាមគោលការណ៍ក្រមសីលធម៌របស់យើងអីខ្លះតួនាទីរបស់យើងគឺយើងដូចជំងឺមួយចំនួនអីគឺយើងអត់មានសិទ្ធិចេញថ្នាំឲ្យគេហ្មងទេគឺលុះត្រាតែយើងណែនាំគាត់ឲ្យទៅគ្រូជាមួយដុកទ័រសិនណាអញ្ចឹងទៅបានគាត់មានគេហៅថាលេខាបច្ចេកវិទ្យាអីបានគាត់មកយើងអាចលក់ជូនគាត់បានយើងមិនមកដល់សួរនាំគាត់ហើយយើងចេញថ្នាំឲ្យគាត់ហ្មងទេហ្នឹងហើយបានន័យថាឲ្យដឹងពីតួនាទីខ្លួនឯងកុំចេះតែប៉ាត់ណាប៉ាត់ណីកុំឲ្យអីមកកផ្សំហ្នឹងហើយមកកផ្សំយើងផ្សំបានយើងត្រូវដឹងថាថ្នាំណាដែលស្ថិតនៅក្នុងជំនាញរបស់យើងឧទាហរណ៍ភ្ញៀវមកដល់គេហៅថាអូណែគ្រូខ្ញុំឡើងស្គរ130ឲ្យថ្នាំទឹកនោមផ្អែមខ្ញុំបន្តិចធ្លាប់ជួបអត់ហើយជាមិនធ្លាប់ជួបទេអាចអញ្ចឹងករណីហ្នឹងមិនអត់ទេជួបវាទៅគាត់មកគឺលក្ខណៈមកទាំងដុលយ៉ាងមកនៅពេលហើយពេលខ្លះយើងរៀងស្រឡាញ់ខាងដែរតែយើងគិតថាអ្វីដែលយើងអាចធ្វើដល់ជូនគាត់បានគឺអត់មានអីក្រៅពីការបញ្យល់ណែនាំទេឲ្យគាត់យល់ថាជំងឺទឹកនោមផ្អែមហ្នឹងវាមិនបាច់បើសិនជាគ្រប់គ្រងអត់បានល្អហើយយើងមិនអាចលក់ជូនគាត់បានទេគាត់ត្រូវតែទៅជួបជាមួយនឹងអ្នកជំនាញអញ្ចឹងអានេះហើយតែគេហៅតួនាទីរបស់យើងហើយបើសិនជាគាត់មកយើងគ្រាន់តែប៉ុណ្្នឹងយើងចេះតែហុចថ្នាំស្ករឲ្យគាត់យើងធ្វើខុសតួនាទីយល់ទេអញ្ចឹងគេហៅគោលការណ៍ក្រមសីលធម៌របស់យើងបើសិនជាយើងផ្ដល់ថ្នាំមួយដែលមិនត្រូវជំនាញរបស់យើងចេះតែឲ្យកាន់ក៏យើងខុសក្រមសីលធម៌ដែរហើយសូម្បីតែឲ្យថ្នាំមួយចំនួនដូចគ្នាយើងត្រូវមើលថាតើអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពណាយល់ទេផ្ដាសាយហៀសម្រាប់អូខេយើងសំទៅព្រោះអានឹងវាជាតែតំងសំតូម៉ាទិកដែលយើងអាចផ្ដល់ជូនគាត់បានតែបើសិនជាក្នុងខេសអ្នកជំងឺដែលគាត់ជំងឺទឹកនោមផ្អែមជំងឺលើខ្លាំងជំងឺរ៉ាំរ៉ៃហើយមិនអាចដាច់ខាតយល់ទេគឺត្រូវបញ្ជូនគាត់ transfer គាត់ទៅជំនាញណាមួយដែលយើងស្គាល់ហើយការងារទាំងអស់ហ្នឹងគឺយើងធ្លាប់ធ្វើកន្លងមកច្រើនហើយតែបងចង់បញ្ជូនសារឬក៏ព័ត៌មានមួយចំនួនទៅកាន់ពួកយើងឲ្យយើងយល់ដឹងពីតួនាទីរបស់យើងគឺរឿងសំខាន់អញ្ចឹងមិនថាយើងចង់ឲ្យគេគោរពឲ្យតម្លៃយើងតើតែយើងយល់ពីតួនាទីរបស់យើងដែរតែបើសិនជាយើងធ្វើខុសពីតួនាទីរបស់យើងគុណតម្លៃរបស់យើងក៏វាបាត់ទៅតាមនឹងដែរអញ្ចឹងកុំចេះតែឲ្យថ្នាំផាត់ណាផាត់ណីអាហ្នឹងក៏បងបាននិយាយច្រើនក្នុងហ្នឹងដែរត្រូវអត់ចាហើយរៀងរាល់ការឲ្យថ្នាំយើងអត់តែងតែមើលរំលងឯទៅលើអី lifestyle ផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅបើមិនគាត់ផ្ដាសាយក្រៅពីការញ៉ាំថ្នាំក្រៅពីការពឹងផ្អែកទៅលើថ្នាំតែមួយមុខតែគាត់គួរតែធ្វើអីផ្សេងទៀតដើម្បីឲ្យផ្ដាសាយរបស់គាត់វាកាន់តែធូរស្រាលជាងមុនយល់ទេហ្នឹងហើយអាចចំណុចអស់ហ្នឹងហើយក៏វាជាការណែនាំដ៏ល្អមួយដែលយើងជា key message សំខាន់ដែលយើងឲ្យទៅអ្នកជំងឺរបស់យើងដែរព្រោះពេលខ្លះយើងអត់បានឲ្យទៅគាត់ក៏អត់បានដឹងអញ្ចឹងយើងត្រូវតែប្រាប់គាត់ហ្មងគេញ៉ាំគ្រប់គ្រាន់ញ៉ាំឲ្យឆ្អែតឆ្លៀតពេលធ្វើលំហាត់ប្រាណដើរក៏បានកន្លះម៉ោងឬអីចឹងទៅអាហ្នឹងឯងតើតើជាមួយនឹងគេហៅផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅរបស់គាត់ហ្នឹងសិទ្ធិការងាររបស់យើងដែរអញ្ចឹងនិយាយគ្នាច្បាស់ហើយបានន័យថាអត់ពេញចិត្តជាមួយនឹង case study អីហ្នឹងទេអានេះឆ្លើយនឹងដោយសារបខំឬក៏មិនទេបងអត់ឆ្លាក់មកអត់បានរៀនថ្មីទេហ្នឹងនិយាយទៅគឺបងព្យាយាមឆ្លៀតហើយបងគិតថាបងឆ្លៀតបើកន្លងមកមុនអាចថាបងអត់បានធ្វើអីអញ្ចឹងតែគាត់សារមុនមកតែគាត់ទៅហ្នឹងបងសឹងថាបានបរៀនបង្កើតជាក្រុមអញ្ចឹងនេះក្រុមធំនោះយើងបង្កើតមកគាត់ណាទុកជាការផ្ដល់ព័ត៌មានមួយចំនួននេះតែដល់ពេលក្រុមពួកយើងនេះគឺបងចង់ធ្វើឲ្យវាប្លែកពីលើកមុនចង់ឲ្យថាពួកយើងមកស្តាឬបងនិយាយអញ្ចឹងតិចច្រើនបងអត់ដឹងទេដឹងថាចេញពីកន្លែងបងទៅគឺពួកយើងអាចមានចំណេះដឹងមួយចំនួនដែលយើងអាចយកទៅប្រើការបាននៅកន្លែងផ្សេងទៀតកុំឲ្យតែមកហើយចំណាយពេលហើយយើងអត់ចេះអីសោះណាអញ្ចឹងជាចុងក្រោយនេះសម្រាប់បងក៏បងអត់មានថារិះគន់ទៅលើ pharmacy ណាមួយដែលគេអត់ទទួលពួកយើងដែរតែអ្វីដែលបងចង់ស្នើសូមឲ្យ pharmacy ផ្សេងទៀតបើកឱកាសឲ្យនិស្សិតផ្សេងៗក៏មានឱកាសក្នុងការទៅរៀនសូត្រនិយាយទៅយើងព្យាយាមថាបើកឱកាសឲ្យគាត់ទៅអាចតែក្នុងចំណោមពួកគាត់ទៅទាំងអស់មានអ្នកដែលគាត់អាសាក៏មានអ្នកដែលគាត់ខ្ជិលដែរប៉ុន្តែកុំបិទឱកាសអីព្រោះកាលណាបិទឱកាសពួកគាត់អត់អាចរៀនសូត្របានណាអញ្ចឹងជួយសម្រួលនៅចំណុចអស់ហ្នឹងដែលអាចថាទទួលគាត់មិនចាំបាច់កំណត់ពេលវេលាជាក់លាក់ទេពីព្រោះយើងធ្លាប់រៀនដូចគ្នាយើងដឹងហើយថាការវិភាគនៅសាលាគឺអត់ទៀងទាត់ទេម៉ោងខ្លះតនេតែគ្រូថែមម៉ោងអញ្ចឹងទៅអញ្ចឹងចំណុចនេះខ្ញុំគិតថាយើងជាម្ចាស់ pharmacy ប្រកាសជាធ្លាប់មានបទពិសោធន៍ហ្នឹងហើយព្រោះការយើងនៅរៀនក៏ទទួលបានបទពិសោធន៍ហ្នឹងដូចគ្នាអញ្ចឹងជួយទទួលពួកគាត់ផងព្រោះពឹងតែ pharmacy ខ្ញុំម្នាក់ឯងដើម្បីឲ្យគ្នាយើងមកចុះស្តាគឺអត់គ្រប់គ្រាន់ទេព្រោះមានអ្នកផ្សេងទៀតសួរបងច្រើនតែបងក៏ចង់ឲ្យគាត់មកឲ្យច្រើនដែរតែគាត់ថាមកច្រើនពេកបងនៅ pharmacy គាត់មានការងារធ្វើច្រើនដែរអញ្ចឹងគាត់មិនអាចថាបរៀនយើងបានច្រើនទេហើយពេលខ្លះទៀតវាអត់មានកន្លែងគ្រប់គ្រាន់សម្រាប់ឲ្យយើងអង្គុយដើម្បីងាយស្រួលក្នុងការរៀនសូត្រអញ្ចឹងណាហ្នឹងហើយអញ្ចឹងមិនមែនថាមិនទទួលឬក៏រឹកពីអីអត់ទេយើងភាគច្រើនទទួលមកចង់ឲ្យមានការចេះដឹងពីការរៀនសូត្រមកសារហ្នឹងអត់គ្រាន់តែចង់ទទួលឲ្យបានច្រើនហើយឲ្យផុសផុលហើយពេលចាប់ទៅវិញក៏អត់មានបានចំណេះដឹងអីទេវីដេអូនេះបងមានតែប៉ុណ្្នឹងឯងហើយអរគុណច្រើនសម្រាប់ការចាប់អារម្មណ៍មកសារនៅកន្លែងបងហ្នឹងហើយសង្ឃឹមថាពួកយើងជំនាន់ក្រោយអសតការីដែលគេហៅថាពោពេញឲ្យគុណតម្លៃគឺផ្ដើមចេញពីពួកយើងទាំងអស់គ្នាហើយអញ្ចឹងកុំភ្លេចធ្វើអីក៏ដោយគឺត្រូវតែគោរពទៅតាមគោលការណ៍និងក្រមសីលធម៌របស់យើងហើយសម្រាប់ផ្នែកនេះវិញគេថាកូនគាត់ទៅសាលារៀនអញ្ចឹងបញ្ចប់ពីម៉ោងរៀនដូចថាម៉ោងញ៉ាំបាយសម្រាប់ថ្ងៃត្រង់អីហ្នឹងគាត់នៅសាលាគាត់ពិបាកគាត់ចង់សម្រាប់មួយផ្លែតអីហ្នឹងគាត់អាចដាក់គេនៅលើតុគាត់អង្គុយនឹងបានព្រោះវាមានហ៊ុនខ្យល់អត់ធ្វើឲ្យគាត់ថប់ដង្ហើមទេហើយខ្នើយនេះទុនងាយស្រួលយកតាមខ្លួនហើយសម្រាប់ស្រោមរបស់គេយើងអាចដោះបោកបានបើសិនជាក្នុងករណីដែលកន្លះសម្រាប់ព័ត៌មានលម្អិតបងប្អូនទាំងអស់គ្នាអាចឆាតចូល page ឬក៏ធ្វើការមកទិញមកតេស្តផ្ទាល់
មកស្ទាបតបតមកថាតុនអីដូចតែខ្ញុំបានធៀបរាប់នឹងអត់